រឿងមេចៅកំពូលសម្រស់ក្មួយអើយសុំអញ្ជើញទិញបាយទេក្មួយជួយទិញបាយមីងតិចទៅណាក្មួយបានតើបាយហ្នឹងនៅមិញលក់យ៉ាងម៉េចហើយមួយប្រអប់2500រៀលទៅក្មួយតែបើក្មួយទិញ2ប្រអប់មីងលក់ឲ្យតែ4000ក៏ទេព្រោះជាមួយថ្មីថ្មោងផងណាបើអញ្ចឹងមានបាយប្រមាណប្រអប់ដាក់ខ្ញុំទាំងអស់មកមីងហើយក្មួយទិញអីក៏ច្រើនម្លេះហ្នឹងក្មួយហូបអស់ដែរអីអត់ទេខ្ញុំមិនណាទៅហូបអស់នោះគឺខ្ញុំទិញយកទៅឲ្យកម្មករខ្ញុំធ្វើការនៅខាងមុខឯនោះមីងអាយ៉ាទាំងស្អាតទាំងសង្ហាក្មួយពិតជាថកែដ៏ល្អម្នាក់មែននេះឥឡូវក្មួយអង្គុយចាំតិចសិនណាមីងរៀបចំជូនបានណាមីងណែក្មួយរួចហើយទាំងអស់គឺ50ប្រអប់ណាក្មួយអរគុណក្មួយច្រើនហើយលើកក្រោយជួយទិញមីងទៀតណាក្មួយបានណាមីងអញ្ចឹងខ្ញុំទៅសិនហើយបន្ទាប់ពីវិចិត្រទិញបាយរួចហើយក៏បានបើកឡានចេញពីទីនោះបាត់ទៅថ្ងៃនេះអ្នកណាមកទទួលឯងក្រមកដល់ម្លេះចន្ទ្រាគ្នាមិនដឹងដែរប្រហែលជាស្ទះផ្លូវហើយទេដឹងមើលទៅបើអញ្ចឹងទេអាចជាមួយគ្នាទៅចាំគ្នាជូនទៅផ្ទះមិនអីទេគ្នាខ្លាចពួកអឿនមកដល់រកគ្នាមិនឃើញឯងទៅមុនចុះណានោះណោឡានរបស់ឯងមកដល់ហើយតាអញ្ចឹងគ្នាទៅសិនហើយណាអូខេបាយបាយឡានទំនើបមួយគ្រឿងបានឈប់នៅមុខចន្ទ្រាហើយមានបរិសម្នាក់ចុះមកបើកទ្វារឡានឲ្យនាងតូចរបស់ខ្លួនចន្ទ្រាបំរុងចូលទៅក្នុងឡានទៅហើយស្រាប់តែមានតាចាស់ម្នាក់រត់មករកនាងយ៉ាងត្រហេបត្រហមហាក់ដូចជាមនុស្សអត់បាយមួយអាទិត្យមកអញ្ចឹងចៅស្រីអើយដាក់ទៀនឲ្យតាមតិចមកចៅតាអត់បាយ3ថ្ងៃទៅហើយតាពិតជាហេវខ្លាំងណាស់ចៅអើយចាលោកតានេះលុយលោកតាយកលុយនេះទៅទិញបាយនៅខាងមុខនោះទៅណាលោកតានៅកន្លែងនេះមានអ្នកណាគេលក់ទៅចៅអីលក់បាយតាណាបាត់ហើយព្រឹកមិញឃើញគាត់នៅលក់តាជួយតាមតិចមកចៅតាពិតជាហេវខ្លាំងណាស់អញ្ចឹងលោកតាចាំបន្តិចសិនទៅពូឌឿនពូជួយរកទៅទិញបាយឲ្យលោកតាមកប្រអប់សិនមកណាតែដូចជាមិនកើតទេដឹងណានាងមិនអីទេពូខ្ញុំនៅទីនេះជាមួយលោកតាហើយពូទៅទិញសិនចុះបាទណានាងឡានបានបើកចេញផុតទៅបន្តិចអ្វីគ្រប់យ៉ាងក៏បានបដូរផ្លាស់ទាំងស្រុងដោយមនុស្សដែលនៅក្បែរខ្លួននោះគឺជាមេចៅកំពូលសម្រស់ដែលអ្នកមានទាំងឡាយខ្លាចរអាគ្រប់គ្នាចន្ទ្រាកំពុងតែឈររងចាំឡានត្រឡប់មកវិញក៏ស្រាប់តែមានដៃចាប់ខ្ទប់មាត់របស់នាងធ្វើឲ្យនាងសន្លប់ភ្លាមមួយរំពេញឯងថាម៉េចចន្ទ្រាត្រូវគេចាប់ខ្លួនហ៎បាទលោកប្រុសតើឯងមានដឹងថាគេចេតនាទេបាទខ្ញុំមិនស្គាល់ទេទៀនប្រុសព្រោះអីពេលហ្នឹងនាងឲ្យខ្ញុំទៅទិញបាយយកមកឲ្យតាចាស់ម្នាក់ពេលខ្ញុំមកវិញគឺបាត់នាងតែម្ដងហើយតើអ្នកណាអីក៏ថ្លើមធំម្លេះហ៊ានមកចាប់កូនស្រីយើងទាំងកណ្ដាលថ្ងៃបែបនេះលោកចវាយតិចលោណែឯងចង់មានន័យថាគឺជាមេចៅកំពូលសម្រស់ដែលគេល្បីថាប្លន់អ្នកមានជួយអ្នកក្រនឹងមែនទេបាទចវាយសាកគិតទៅមើលនៅទីក្រុងនេះតើមានចៅឯណាដែលហ៊ាននឹងល្បីឈ្មោះជាងគេនោះប៉ុន្តែយើងមិនដែលមានរឿងអីជាមួយនឹងគេនោះទេតើគេចាប់កូនស្រីយើងធ្វើអីឬក៏ចាប់ចម្រិតទារប្រាក់ពីយើងលោកចវាយមានប្រសាសន៍មកនេះក៏ត្រូវដែរព្រោះនៅទីក្រុងនេះអ្នកដែលមានទ្រព្យសម្បត្តិច្រើនដូចជាលោកម្ចាស់គឺមិនមានច្រើននោះទេទៀនយើងដឹងហើយឥឡូវពួកឯងនាំគ្នាទៅរកកូនស្រីយើងមកហើយចាប់អាចោរចង្រៃនឹងយកមកឲ្យយើងផងបាទលោកចវាយ
នេះខ្ញុំនៅទីណាហ្នឹងតែខ្ញុំចាំបានថាខ្ញុំឈរនៅមុខសាលាជាមួយលោកតាមិនបានជាខ្ញុំមកនៅទីនេះអញ្ចឹង នាងដឹងខ្លួនហើយហ៎ តាលោកជាអ្នកណា តើនាងភ្លេចហើយមែនទេ អូតាមពិតលោកជាលោកតាម្នាក់ហ្នឹងហេតុអីបានជាលោកចាប់ខ្ញុំមកទីនេះហើយទីនេះជាកន្លែងណា បើនាងសួរខ្ញុំច្រើនអញ្ចឹងឲ្យខ្ញុំឆ្លើយមួយណាទៅ ខ្ញុំចង់ដឹងថាទីនេះជាកន្លែងណា មានកន្លែងណាទៀតគឺជាផ្ទះរបស់ខ្ញុំនឹងហើយ តើលោកចាប់ខ្ញុំមកធ្វើអីបើយើងមិនដែលស្គាល់គ្នាផងហ្នឹង អ្នកណាមិនស្គាល់កូនស្រីតកែធំប្រចាំទីក្រុងនោះ តើលោកជាចោរប្លន់មែនទេ វិចិត្រមិននិយាយអ្វីឡើយគ្រាន់តែសម្លឹងមើលមុខចន្ទ្រាដោយមិនប្រព្រឹត្តភ្នែកសោះហើយក៏ឈានជើងដើរចូលបន្តិចម្ដងធ្វើឲ្យនាងក្រមុំយើងមានអារម្មណ៍ភិតភ័យជាខ្លាំង ឯងចង់ធ្វើអីយើងឆាប់ចេញពីយើងទៅឆ្ងាយទៅឯងចេញទៅអរកចិត្ត នាងកុំជឿជាក់លើខ្លួនឯងពេកព្រោះអីនាងមិនមែនជាជំរើសរបស់ខ្ញុំទេហើយនៅទីនេះនិយាយឲ្យប្រយ័ត្នសម្ដីខ្លះផងនៅតាមផ្លូវមានមនុស្សអ៊ូអរជាច្រើនបានធ្វើដំណើរទៅមកក្នុងចំណោមនោះក៏មានវិចិត្រម្នាក់ដែរតែរូបគេដើរដោយមិនស្រណុកចិត្តតលតែសោះព្រោះនៅក្នុងចិត្តចេះតែសង្ស័យដូចជាមានអ្នកណាដើរតាមក្រោយ ពួកឯងចង់តាមដានយើងផងហ៎កុំសង្ឃឹមអីអាពើបងខ្ញុំឃើញបងឈរនៅទីនេះយូរហើយមិនម៉ាចូលមកសាសិនទៅអីបងអាយ៉ាមានអ្នកជួយខ្ញុំហើយតើអូបាទខ្ញុំមិនត្រូវការទេនាងតែខ្ញុំមានមិត្តភ័ក្តិ2នាក់នោះគេចង់មកណាស់តែគេមិនហ៊ានសោះព្រោះមិត្តភ័ក្តិខ្ញុំនឹងគេប្រកែអៀនណាស់ណៃណាទៅមិត្តភ័ក្តិរបស់បងនោះនៅនោះតែពេលមិត្តភ័ក្តិខ្ញុំមកនាងចាប់ពួកគេឲ្យជាប់ណាមិនអញ្ចឹងទេរត់បាត់អស់ហើយចាបងទុកចិត្តលើពួកខ្ញុំចុះចាវិចិត្រប្រាប់រួចហើយក៏ដើរចូលទៅក្នុងរួចគេចចេញពីទីនោះបាត់ទៅបងទាំងពីរមកដល់ហើយហ៎មិត្តភ័ក្តិបងកំពុងតែចាំនៅក្នុងឯណោះនាងថាម៉េចមិត្តភ័ក្តិស្អីគេយើងមិនដែលស្គាល់ទេពួកឯងឆាប់ចេញមកបំរើភ្ញៀវមកគេមកដល់ហើយណែពួកនាងចង់ធ្វើអីហ្នឹងឆាប់លេងយើងទៅយើងមិនត្រូវការអាសាស្អីទេលេងយើងទៅលេងទទួលយកលុយគេហើយបើមិនចាត់ការមិនកើតទៅ នេះហើយអត្តពលអៀនច្រើននោះតលតសែងចូលអញ្ចឹងទៅបាន ណែបាយឆាប់ញ៉ាំទៅ ខ្ញុំមិនញ៉ាំទេឯងឆាប់លែងខ្ញុំទៅ ខ្ញុំមិនបានឃុំឃាំងនាងទេហើយទ្វារផ្ទះខ្ញុំក៏មិនបានចាក់សោដែរ អាមនុស្សថោកទាប ហើយនាងចង់ទៅណា មានទៅណាគឺចង់ចេញពីកន្លែងនរកមួយនេះហើយក៏មិនចង់ឃើញមុខមនុស្សបីសាច់នេះដែរ ចំថាឯងបិសាចនេះមេចៅកំពុលសម្រស់ទាំងមូលណា គួរឲ្យខ្ពើមមែនមេចៅកំពូលសម្រស់ដែលគេល្បីថាស្អាតសង្ហាតាមពិតមកឲ្យដូចពោះកើតអេតសោះហើយ អូខេឥឡូវនាងចង់ទៅណាយប់ហើយហ្នឹងណាមួយនៅព្រៃនេះសម្បូរខ្មោចតៃហោងណាប្រយ័ត្នវាចាប់ស៊ីនាងទៅតិចថាខ្ញុំមិនបានប្រាប់ពេលវិចិត្រនិយាយហើយចន្ទ្រាក៏បានបិទទ្វារវិញយ៉ាងលឿនតែម្ដងរួចហើយក៏ដើរមកអង្គុយញ៉ាំបាយធ្វើដូចជាមិនដឹងរឿងអ្វីទាល់តែសោះពួកឯងថាម៉េចតាមវាមិនទាន់អីបាទលោកចវាយដំបងពួកខ្ញុំតាមវាទាន់ហើយប៉ុន្តែវាមានល្បិចច្រើនណាស់លោកចវាយត្រូវហើយពួកឯងមិនមែនជាដៃគូវានោះទេរហ័សនាមគេមេចៅកំពូលសម្រស់ពិតជាល្បីខ្លាំងដូចជាគេថាមែនមើលទៅមានតែហៅក្មួយដនឲ្យមកជួយហើយទើបបានអាឡូក្មួយដនតើក្មួយទំនេរដែរអត់អាឡូលោកពូ
បាទលោកពូឥឡូវនេះខ្ញុំទំនេរតើលោកពូមានការអីរកខ្ញុំមែនទេគឺកូនស្រីពូត្រូវគេចាប់ខ្លួនបាត់ទៅហើយឥឡូវនេះពូរកមិនឃើញនោះទេពូថាម៉េចចន្ទ្រាត្រូវគេចាប់ខ្លួនត្រូវហើយក្មួយឥឡូវពូចង់ឲ្យក្មួយជួយបន្តិចព្រោះអ្នកដែលចាប់កូនស្រីពូគឺជាមេចៅកំពូលសម្រស់ដែលគេល្បីតែខ្លាំងនឹងឯងមេចៅកំពូលសម្រស់ខ្ញុំក៏ធ្លាប់ឮគេនិយាយដែរហើយវាក៏ជាមុខសញ្ញារបស់ប៉ូលីសផងដែរឥឡូវនេះពូអស់វិធីនៅក្នុងការស្វែងរកហើយមានតែពឹងក្មួយឲ្យជួយទេទើបពូមានសង្ឃឹមនឹងទុកចិត្តបានណាលោកពូទុកចិត្តចុះខ្ញុំនឹងស្វែងរកអូនចន្ទ្រាឲ្យទាល់តែឃើញហើយនឹងចាប់អាចោរចង្រៃនឹងយកមកឲ្យពូដើម្បីចាត់ការវាតែម្ដងបើអញ្ចឹងពូអរគុណក្មួយច្រើនហើយមិនអីទេលោកពូរឿងរបស់លោកពូក៏ដូចជារឿងរបស់ខ្ញុំដែរបន្តិចទៀតខ្ញុំទៅជួបលោកពូនៅផ្ទះតែបានតើក្មួយអាចោរចង្រៃចាំមើលតែក្មួយយើងមកដល់ឯងច្បាស់ជាងាប់គ្មានដីកប់ទេលេងជាមួយនរណាមិនលេងមកលេងជាមួយនឹងយើងផងអីនេះលោកមិនទាន់សម្រាប់ទេនេះនាងជាកូនស្រីរបស់តកែធំម្នាក់ចេះនិយាយស្ដីល្អបែបនេះតាំងពីអង្កាលមកនេះខ្ញុំខំនិយាយល្អប៉ុណ្ណឹងហើយលោកនៅមិនពេញចិត្តទៀតទេគឺវាមិនទម្លាប់នឹងណាបានហើយនាងមានការអីក៏ឆាប់និយាយមកសូមលោកដោះលែងខ្ញុំទៅលោកចង់បានអីក៏ប៉ាខ្ញុំមានឲ្យលោកដែរមិនថាមានប្រាក់ច្រើនយ៉ាងណាសូមឲ្យតែលោកព្រមដោះលែងខ្ញុំព្រមឲ្យលោកទាំងអស់ចំពោះមាសប្រាក់ខ្ញុំគ្មានចំណូលចិត្តតល់តែសោះក៏ប៉ុន្តែនាងព្រះនារីកុំសម្លឹងមកខ្ញុំបែបនេះនាងកុំបារម្ភអីខ្ញុំមិនមែនជាប្រភេទមនុស្សដូចជានាងគិតនោះទេហើយក៏កុំស្មានថាខ្ញុំធ្វើអីនាងនោះបានលោកមិនត្រូវការអ្វីតតែសោះតើលោកចាប់ខ្ញុំមកដើម្បីអីតើខ្ញុំមានទំនុំអីជាមួយលោកហេតុអីចាប់ខ្ញុំមកបែបនេះហាហេតុអីបានជាលោកសើចឆាប់ប្រាប់ខ្ញុំមកប្រកាសណាស់10ឆ្នាំមុននាងគឺមិនដឹងនោះទេតែគេម្នាក់នោះគឺដឹងច្បាស់ខ្លាំងណាស់លោកប៉ា10ឆ្នាំមុនហើយនេះកូនចេញមកពីរៀនហើយហ៎បាទម៉ាក់ថ្ងៃនេះកូនមានរឿងចង់ប្រាប់ម៉ាក់ណាហើយកូនមានរឿងអីចង់ប្រាប់ម៉ាក់ទៅបាទគឺខែនេះកូនប្រឡងជាប់បានលេខ1ណាម៉ាក់វ៉ាវនេះកូនប្រុសរបស់ម៉ាក់ពិតជារៀនប៉ូកែមែននេះម៉ាក់ពិតជាសប្បាយចិត្តខ្លាំងណាស់កូនបើម៉ាក់សប្បាយចិត្តមែនតើម៉ាក់មានអ្វីជាកាដូឲ្យកូនឬអត់ណាម៉ាក់ប្រកាសជាមានហើយណាកូនប្រុសសម្លាញ់ម៉ាក់ឯណាទៅម៉ាក់កូនចង់ឃើញដល់ហើយឲ្យខ្ញុំសុំមើលបន្តិចម៉ាក់មិនបានទេកូនសម្លាញ់ចាំដល់ផ្ទះចាំម៉ាក់ឲ្យកូនមើលតែម្ដងណាល្ងាចនេះនៅលើដងវិថីម្ដាយនិងកូនប្រុសកំពុងតែសប្បាយរីករាយដោយគ្មានទុក្ខកង្វល់អ្វីសោះឡើយមួយរំពេចនោះស្រាប់តែមានឡានមួយគ្រឿងបើកបររេចង្កូតពេញផ្លូវដូចជាមនុស្សស្រវឹងឡានបើកសម្ដៅទៅរកអ្នកទាំងពីរយ៉ាងពេញទំហឹងតែម្ដងកូនប្រុសប្រយ័ត្នកូនប្រុសបាទម៉ែកូននៅទីនេះហើយម៉ែមិនអាចចាំដល់ផ្ទះទេកូនហើយម៉ែមិនអាចនៅមើលថែកូនបានទៀតទេនេះជាកាដូរបស់កូនសង្ឃឹមថាកូនពេញចិត្តណាអត់ទេម៉ែខ្ញុំមិនត្រូវការទេខ្ញុំគ្រាន់តែចង់ឲ្យម៉ែរស់នៅជាមួយកូនគឺគ្រប់គ្រាន់ហើយណាម៉ែមិនអាចទេកូនសម្លាញ់ចូលកូនមើលថែខ្លួនឲ្យល្អកូនអត់ទេម៉ែ
នេះឯងរុញអត់តែមិនមើលឡានយើងទេអីហ៎ឯងមានដឹងថាឡានយើងថ្លៃប៉ុណ្ណាទេហ៎ជីវិតរបស់ឯងនេះគឺគ្មានអ្វីគួរឲ្យស្ដាយទេតែឡានរបស់យើងនេះគឺថ្លៃជាងជីវិតឯងទៅទៀតណាអាល្អិនឆាប់សងម៉ែខ្ញុំវិញមកហេតុអីបានជាលោកធ្វើបែបនេះសងម៉ែខ្ញុំវិញមកក្មេងចង្រៃឆាប់ចេញឲ្យឆ្ងាយពីយើងភ្លាមទៅឯងដឹងថាយើងជាអ្នកណាទេហ៎ថយចេញឲ្យឆ្ងាយពីយើងទៅអាក្មេងចង្រៃម៉ែម៉ែអត់ទេម៉ែម៉ែអូនេះក្មួយមកដល់ហើយហ៎មកអញ្ជើញអង្គុយមកក្មួយប្រុសបាទអរគុណលោកពូចុះរឿងអូនចន្ទ្រាយ៉ាងម៉េចទៅហើយមានបានដំណឹងអីដែរឬក៏អត់លោកពូពូមិនដឹងទេក្មួយអើយដំណឹងបន្តិចក៏គ្មានដែរឥឡូវនេះពូពិបាកចិត្តខ្លាំងណាស់មិនដឹងជាទៅរកនៃឯណាទេក្មួយអើយសូមលោកពូកុំពិបាកចិត្តអីទុកឲ្យខ្ញុំចុះឥឡូវនេះខ្ញុំបានដំណឹងពីកូនចៅរបស់ខ្ញុំមកថាមានផ្ទះមួយនៅឯចំការក្បែរភ្នំហ្នឹងគឺគ្មានមនុស្សរស់នៅទេតែពេលយប់បែរជាមានភ្លើងភ្លឺពេញផ្ទះទៅវិញខ្ញុំសង្ស័យថានេះក្មួយចង់មានន័យថាវាចាប់កូនស្រីពូទៅឃុំនៅទីនោះមែនទេក្មួយបាទលោកពូតែខ្ញុំក៏មិនប្រកាសដែរទាល់តែទៅស៊ើបមើលសិនទៅដឹងបើអញ្ចឹងមែនតោះក្មួយយើងប្រញាប់ទៅឆាប់រៀបចំខ្លួនឲ្យលឿនទៅយើងមិនអាចនៅកន្លែងនេះទៀតបានទេខ្ញុំមិនទៅណាទាំងអស់ច្បាស់ណាស់លោកប៉ាខ្ញុំប្រកាសជាមកដល់ទីនេះបានជាលោកភ័យខ្លាចបែបនេះខ្ញុំគ្មានពេលនិយាយច្រើនជាមួយនាងទេឆាប់ឡើងឲ្យលឿនមកខ្ញុំមិនទៅណាទេខ្ញុំចាំលោកប៉ាខ្ញុំមកជួយខ្ញុំនៅទីនេះនេះនាងចង់ស្លាប់មែនទេហ៎ឆាប់មកនេះឯងចង់ធ្វើស្អីហ៎ឆាប់លេងយ៉ាងទៅអារកចិត្តអាចចង្រៃឆាប់លេងយ៉ាងទៅឆាប់ដើរលឿនមកវិចិត្របានអូសដៃចន្ទ្រារត់ទៅតាមផ្លូវក្រោយផ្ទះចូលទៅក្នុងព្រៃបាត់ទៅខណៈនោះដនក៏បានមកដល់តែមើលទៅផ្ទះដូចជាគ្មានអ្នកណានៅសោះវាចាប់កូនស្រីពូមកឃុំនៅក្នុងផ្ទះនេះមែនទេក្មួយបាទមែនហើយលោកពូតែអាចោចង្រៃនេះវាពិតជាឆ្លាតណាស់វាដឹងថាយើងនឹងរកឃើញទីនេះបានជាវាផ្លាស់ប្ដូរកន្លែងលឿនអញ្ចឹងលោកចវាយនៅខាងក្រោយផ្ទះមានដានជើងថ្មីដូចជាមានមនុស្សទៅតែដើរឆ្លងកាត់នោះទេល្អណាស់មើលទៅវាមិនទាន់តាណាឆ្ងាយនោះទេតោះក្មួយអញ្ចឹងយើងឆាប់ទៅនៅចាំធ្វើអីទៀតលោកពូមិនអាចទៅបានទេព្រោះនៅក្នុងព្រៃនេះគ្រោះថ្នាក់ណាស់ឥឡូវលោកពូចាំដំណឹងល្អពីខ្ញុំនៅផ្ទះចុះអញ្ចឹងក៏បានដែរពូចាំដំណឹងល្អពីក្មួយនៅផ្ទះណាតែក្មួយក៏ត្រូវតែប្រយ័ត្នខ្លួនផងដែរបានមិនអីទេលោកពូអញពីរនាក់ឆាប់នាំលោកពូទៅភូមិគ្រឹះវិញសិនចុះបាទចវាយឆាប់លេងខ្ញុំភ្លាមខ្ញុំចង់ទៅជួបប៉ារបស់ខ្ញុំលេងខ្ញុំភ្លាមកុំវត្តច្រើនពេកឆាប់ដើរលឿនមកហើយលេងខ្ញុំដើរលេងរួចហើយណែនាងឆាប់ក្រោកឡើងមកខ្ញុំគ្មានពេលលេងជាមួយនាងទេខ្ញុំមិនទៅណាទៀតទេខ្ញុំដើរទៅលេងរួចហើយលោកទៅចុះមិនក្រោកឡើងមែនទេនេះលោកឯងចង់ធ្វើអីហ្នឹងឆាប់លេងទៅដាក់យើងចុះលេងកុំអីអត់ទេហើយ
នេះខ្ញុំយល់សពអាក្រក់ទៀតហើយអីអីចាស់កដុំឆែបអូយអញខំតែភ្ញាក់អាណាគេទេមកស្មើនឹងវ៉ៃអាឡូអាណាគេនឹងបាទខ្ញុំដនលោកពូអូក្មួយដនទេអីឥឡូវយ៉ាងម៉េចទៅហើយក្មួយបាទលោកពូខ្ញុំបានរកកន្លែងវាឃើញហើយតែខ្ញុំមិនទាន់ធ្វើសកម្មភាពអីទេព្រោះវានៅក្នុងព្រៃងងឹតខ្លាំងណាស់ខ្លាចធ្វើឲ្យបែកការទាល់តែព្រឹកឡើងទើបខ្ញុំចាត់ការល្អណាស់ក្មួយមានក្មួយចេញមុខច្បាស់ជាចាប់អាចចង្រៃនឹងបានជាជាមិនខានទេបាទលោកពូរងចាំដំណឹងល្អពីខ្ញុំចុះណាតើឯងចង់រត់ទៅដល់ណាទៀតហ៎អាមេចៅកំពូលសម្រស់នេះបងបានមកជួយខ្ញុំហើយអាចចោលចង្រៃឆាប់លេងយើងភ្លាមទៅឆាប់លេងយើងឲ្យហើយទៅកុំបានសំដីពេកនាងឯងគិតខុសហើយយើងមិនបានរត់ទៅណាទេគឺយើងចាំពួកឯងនៅទីនេះតើចិត្តងាប់ហើយនៅសំដីលយទៀតអានេះកំពុលសម្រស់មុខដូចពោះកាតអេតអញ្ចឹងណាខ្មាស់គេណាស់វើយអ្នកណាងាប់អ្នកណារស់យើងមិនទាន់ដឹងទេយើងគ្រាន់តែដឹងថាពួកឯងគឺគ្មានសមត្ថភាពចូលមកក្បែរយើងបានទេយោអាមួយនេះពិតជាក្អេងក្អាងណាស់ច្វែកទុកឲ្យខ្ញុំចាត់ការវាឲ្យលោកច្វែកចុះកុំនិយាយច្រើនអីបើឯងមានសមត្ថភាពឆាប់ចូលមកចាប់យើងមកសមត្ថភាពពួកឯងមានតែប៉ុណ្្នឹងទេហ៎ច្បាយអាចៅ501នេះពិតជាខ្លាំងបោះវាមែនយើងបានឃើញហើយតាអាមេចៅកំពូលសម្រស់ពិតជាខ្លាំងប្រកែកដូចគេនិយាយមែនតែថ្ងៃនេះទោះបីជាឯងមានស្លាប់ហោះក៏យើងត្រូវទៅចាប់ឯងឲ្យបានដែរយ៉ាងម៉េចនឹងមានសមត្ថភាពអីទៀតទេឬក៏អស់ប៉ុណ្្នឹងហើយឯងក៏បានចិត្តពេកថ្ងៃនេះទោះបីជាឯងខ្លាំងប៉ុណ្ណាក៏មិនអាចគេចពីក្របកំភ្លើងយើងបានដែរឯងមានតែសមត្ថភាពដ៏ថោកទាបបែបនេះទេឲ្យតែចាំឯងបានគឺគ្មានពាក្យថាថោកទាបសម្រាប់យើងទេឯងចាំទៅងាប់ទៅឯងពិតជាថោកទាបណាស់សូម្បីតែមនុស្សស្រីក៏ឯងហ៊ានលើកដៃបាញ់ប្រហារដែរបើយើងមិនធ្វើអញ្ចឹងតែយើងបាញ់ឯងមិនត្រូវទៅចន្ទ្រាធ្វើឲ្យអូនភ័យបន្តិចហើយបងមិនមែនបាញ់អូននោះទេបងគ្រាន់តែបញ្ឆោតវាតែប៉ុណ្ណោះឯងធ្វើបែបនេះគិតតែអាចចាប់យើងបានមែនទេប្រកាសហើយឥឡូវឯងត្រូវរបួសឯងតាតែឯងធ្វើអីបានទៀតពួកឯងកុំសង្ឃឹមថាចាប់យើងបានឲ្យសោះហ៎វាតាណាបាត់ហើយពួកឯងឆាប់ទៅស្វែងរកវាឲ្យឃើញវាតាណាមិនឆ្ងាយទេបាទលោកច្បាយមិនគួរណាឯងរត់រួចសោះថ្ងៃនេះវិចិត្របានត្រូវរបួសជាខ្លាំងដោយរូបគេបានរងគ្រាប់កំភ្លើងជំនួសចន្ទ្រាតើហេតុអីបានជាមេចៅកំណាចមួយនេះហ៊ានលះបង់ជីវិតជួយនាងទៅវិញនេះលោកចាំបាច់ហើយហាឆាប់ចូលទៅក្នុងបន្ទប់យកថ្នាំលាងរបួសឲ្យខ្ញុំបន្តិចមកនៅឯណាខ្ញុំមិនស្គាល់ទេនាងបើកទ្វារចូលទៅក្នុងទៅឃើញហើយចាលោកទ្រាំតែសិនទៅណាចន្ទ្រាបានចូលទៅក្នុងបន្ទប់ក៏ឃើញថ្នាំលាងរបួសបំរុងនឹងយកមកស្រាប់តែនាងមានគំនិតគិតនៅក្នុងចិត្តតែម្នាក់ឯងថាហើយហេតុអីបានជាខ្ញុំត្រូវជួយគេទាំងដែលគេជាចៅចាប់ខ្ញុំមកធ្វើឲ្យខ្ញុំលំបាកលំបិនបែបនេះខ្ញុំគួរណាទៅយកឱកាសល្អរត់ចេញពីទីនេះមិនគួរណាខ្ញុំជួយគេនោះទេប៉ុន្តែបើគេមិនជួយខ្ញុំក៏គេមិនត្រូវរបួសបែបនេះដែរបើខ្ញុំរត់ចេញខ្ញុំដូចជាមនុស្សរមិលគុណគេខ្លាំងណាស់ហើយជួយជីវិតមនុស្សសំខាន់ជាង
ពេលចន្ទ្រាចេញពីបន្ទប់មកវិញស្រាប់តែនាងមានការភ្ញាក់ផ្អើលជាខ្លាំងដោយមនុស្សនៅនឹងមុខនាងមិនមែនជាមេចៅអាក្រក់នោះទេតែបែរជាកំឡោះសង្ហាម្នាក់ទៅវិញតើនាងនេះឈប់ផ្លឹកធ្វើអីទៀតឆាប់យកថ្នាំមកឲ្យខ្ញុំមកខ្ញុំឈឺណាស់ នេះលោកជាអ្នកណា មាននរណាទៀតគឺខ្ញុំនឹងហើយនាងឆាប់យកថ្នាំមកឲ្យខ្ញុំមកខ្ញុំទ្រាំលេងបានឥឡូវហើយ អូនេះលោកថ្នាំ តើនាងឈរមើលខ្ញុំធ្វើអីមិនក៏មិនឆាប់មកជួយខ្ញុំបន្តិចមក តែខ្ញុំអត់ចេះទេលោក មិនអីទេគ្រាន់តែលាងរបួសអន្តាមានឲ្យនាងធ្វើអីឯណានេះនាងលាងរបួសឲ្យខ្ញុំឬក៏លាងខ្លួនឲ្យខ្ញុំហ្នឹង ខ្ញុំខ្លាចថាវាមិនងាប់មេរោគតែខ្ញុំចាក់លាងច្រើនបែបនេះ ខ្លាចតែខ្ញុំងាប់មុនមេរោគនឹងទៅទៀតមើលទៅ លោកនិយាយអីអាក្រក់ស្ដាប់ម្ល៉េះនៅស្ងៀមទៅចាំខ្ញុំលាបថ្នាំឲ្យអាយ៉ាមិនបានជាគេសង្ហាខ្លាំងម្ល៉េះអើយណាស់ហើយតើអញកំពុងគិតអីហ្នឹងនេះឬក៏ខ្ញុំចាប់ផ្ដើមស្រឡាញ់គេហើយអូយមិនអាចទេឯងឈប់គិតផ្ដេសផ្ដាសទៀតទៅហើយ ម៉ែចិត្តដល់ថ្ងៃដែលកូនត្រូវសងសឹកឲ្យម៉ែហើយអាយ៉ានេះលោកក្រោកហើយមែនទេតើរបួសរបស់លោកជាសះស្បើយហើយមែនទេ ខ្ញុំអីទេវាគ្រាន់តែជារបួសសើស្បែកតែប៉ុណ្ណោះ បានមិនអីល្អហើយណែអាហារពេលព្រឹករបស់លោកខ្ញុំធ្វើវាដោយផ្ទាល់ដៃសម្រាប់ការរងគ្រាប់កាំភ្លើងជំនួសខ្ញុំ ព្រឹកនាងតើនាងឈឺមែនទេនាងគួរតែស្អប់ខ្ញុំទៅត្រូវហើយបបរនាងគឺ លោកកំភៃអីវាគ្មានថ្នាំពុលអីនោះទេហើយខ្ញុំដឹងច្បាស់ណាស់រវាងគុណនិងទោសសុំលោកកមើលមកខ្ញុំអាក្រក់ពេកអី បានហើយឆាប់ឲ្យមកខ្ញុំឃ្លានហើយមេចៅកំពុលសម្រស់ក៏មានថ្ងៃចិត្តទុនដែរណោះចំណែកចន្ទ្រាកំពុងតែអង្គុយលួចសាយតែម្នាក់ឯងដោយអ្នកទាំងពីរហាក់បីដូចជាមានក្តីសុខខ្លាំងណាស់ប្រៀបបីដូចជាប្តីប្រពន្ធមួយគូទៅតែរៀបការថ្មីថ្មោងអញ្ចឹងថាម៉េចនេះពួកអញរកវាមិនឃើញទេបាទលោកចវាយនៅក្នុងព្រៃនេះពួកខ្ញុំបានរកអស់ហើយនៅតែរកមិនឃើញស្មោលវាតល់តែសោះយើងដឹងហើយអាឡូលោកពូក្មួយដនសភាពកាយយ៉ាងម៉េចដែរក្មួយតើក្មួយរកវាឃើញហើយនៅបាទលោកពូដំបងខ្ញុំចិត្តចាប់វាបានទៅហើយតែមិនគួរណាវាអាចរត់រួចបានសោះប៉ុន្តែលោកពូកុំបារម្ភអីព្រោះវាឥឡូវនេះកំពុងតែមានរបួសដូច្នេះវារត់ទៅណាមិនឆ្ងាយទេលោកពូល្អណាស់ក្មួយហើយចុះចន្ទ្រាកូនស្រីពូនោះនាងយ៉ាងម៉េចទៅហើយក្មួយឲ្យខ្ញុំសុំទោសផងលោកពូអូនចន្ទ្រានៅជាមួយវានៅឡើយទេឥឡូវនេះលោកពូជួយបញ្ជូនមនុស្សពីរបីនាក់បន្ថែមទៀតមកងាយស្រួលខ្ញុំធ្វើការមិនអីទេក្មួយចាំពូបញ្ជូនទៅណាឥឡូវនេះគឺដល់ពេលនាងហើយ លោកនិយាយថាម៉េចខ្ញុំស្ដាប់មិនបានទេ គឺនាងចិត្តបានជួបប៉ារបស់នាងហើយ ពិតមែនទេនេះលោកព្រមដោះលែងខ្ញុំហើយមែន បំណុលមានម្ចាស់អ្វីដែលត្រូវមកវាគង់តែមកនាងសប្បាយចិត្តចុះបន្តិចទៀតនាងនិយល់គ្រប់យ៉ាងហើយ តែលោកចង់និយាយពីអីហ្នឹងខ្ញុំស្ដាប់មិនយល់ទេ ឥឡូវនេះខ្ញុំឲ្យនាងទៅនាងទៅចុះ ចុះលោកធ្វើយ៉ាងម៉េចព្រោះប៉ាខ្ញុំមិនដែលលើកលែងឲ្យអ្នកណានោះទេ មានធ្វើយ៉ាងម៉េចការទៀតគឺមានតែផ្លូវស្លាប់មួយនឹងហើយ អើយនេះលោកនៅសាច់ចាញ់ទៀតមែនទេ នេះនាងនៅបារម្ភពីខ្ញុំមែនទេ
បានហើយនៅនាងចាញ់ទៅជួបប៉ានៅនាងចោះខ្ញុំចេះដោះស្រាយហើយស្របពេលនោះដែរឡាន3គ្រឿងក៏បានមកដល់កូនស្រីតើកូននៅខាងក្នុងមែនទេ លោកប៉ា កូនស្រីកូនពិតជានៅទីនេះមែនថ្ងៃនេះទោះបីជាអញមានស្លាប់8ទៀតក៏អញរត់ទៅណាមិនរួចដែរ សម្បត្តិត្រឹមអញនេះបើយើងមិនចង់ឲ្យឃើញទេទោះអញខំហែកមេឃរកទៀតក៏រកយើងមិនឃើញដែរបើខ្លាដេកហើយកុំដាស់អីយកល្អដែរហួសទៅល្អជាជាងតែបើម្ចាស់អំណុលមកហើយខ្ញុំគួរតែទៅទទួលធ្វើជាម្ចាស់ផ្ទះសិនហើយបំណុលស្អីតើយើងជពាក់ឯងតាំងពីអង្កលឥឡូវនេះឯងឆាប់ដោះលែងកូនស្រីយើងមកយើងមិនធ្វើអីឯងទេដោះលែង ចុះបើខ្ញុំមិនដោះលែងតើលោកចង់ធ្វើអីខ្ញុំទៅនេះឯងមិនបាច់និយាយជាមួយវាច្រើនទេលោកពូចាត់ការវាចោលតែម្ដងទៅ អញហ៊ានហី លោកប៉ាជួយកូនផង បានដាក់អាវុធចុះសិនទៅណាយើងនិយាយគ្នាតាមសម្រួលវិញក្មួយដនដាក់អាវុធចុះទៅបាទលោកពូពួកឯងឆាប់ដាក់អាវុធចុះធ្វើបែបនេះទើបគេហៅថាមនុស្សឆ្លាត បើឯងព្រមដោះលែងកូនស្រីយើងឯងចង់បានអីក៏យើងព្រមឲ្យឯងដែរបានល្អណាស់តានេះលោកជាអ្នកនិយាយខ្លួនឯងទេណាត្រូវហើយយើងជាអ្នកនិយាយហើយយើងក៏អាចធ្វើបានដែរឯងចង់បានអីឯងឆាប់និយាយមកលុយឡានផ្ទះអ្វីទាំងអស់នេះគឺខ្ញុំមិនចង់បានទេតែអ្វីដែលខ្ញុំចង់បាននោះគឺជាជីវិតរបស់លោកហ៎នេះឯងយ៉ាងម៉េចលោកខ្លាចហើយមែនទេយើងមិនដែលមានទំនាស់អីជាមួយឯងទេហេតុអីបានជាឯងចង់បានជីវិតយើងតែយើងបានធ្វើអីខុសចំពោះឯងទៅមែនហើយលោកប្រហែលជាមិនចាំរឿងដែលកើតឡើងកាលពីយប់នោះទេរឿងអីទៅឯងឆាប់និយាយឲ្យច្បាស់មកតើលោកនៅចាំក្មេងប្រុសម្នាក់ដែលទាមទាររកយុត្តិធម៌ជូនម្ដាយរបស់គេដែរទេឬក៏លោកភ្លេចហើយហ៎តាមពិតក្មេងប្រុសនៅកាលនោះគឺជាឯងទេអីត្រូវហើយគឺជាខ្ញុំរងចាំឱកាសនេះយូរមកហើយថ្ងៃនេះក៏ជាថ្ងៃគម្រប់ខួប10ឆ្នាំរបស់ម្ដាយខ្ញុំដែរ ប៉ាតើរឿងនេះវាយ៉ាងម៉េច វាជាកំហុសរបស់ប៉ាកូនអត់មានពាក់ព័ន្ធអីនោះទេកាលពី10ឆ្នាំមុនប៉ាបានសាងកំហុសដ៏ធំមួយដែលមិនអាចលើកលែងឲ្យបានដោយបានធ្វើឲ្យក្មេងប្រុសម្នាក់រងនូវភាពអយុត្តិធម៌និងបាត់បង់ម្ដាយដែលជាទីស្រឡាញ់របស់គេគឺប៉ាបានធ្វើឲ្យម្ដាយគេស្លាប់ហើយប៉ាមិនបានទទួលកំហុសនៅអ្វីដែលប៉ាបានធ្វើទេរឿងក្តីគ្រោះថ្នាក់ចរាចរណ៍នៅយប់នោះប៉ាបានបិទបញ្ចប់ដោយការសោកប៉ាន់របស់ប៉ាពិតជាស្ដាយក្រោយខ្លាំងណាស់លោកស្ដាយក្រោយគឺនៅទាន់មានពេលឬចំម្ដាយខ្ញុំនោះខ្ញុំពិតជាសោកស្ដាយខ្លាំងណាស់តែវាហួសពេលទៅហើយតែកូនស្រីខ្ញុំនាងមិនពាក់ព័ន្ធនៅក្នុងរឿងនោះទេសូមឯងដោះលែងកូនខ្ញុំទៅចំពោះរឿងដែលខ្ញុំជំពាក់ឯងខ្ញុំនឹងសងឲ្យឯងទាំងអស់នៅអ្វីដែលខ្ញុំបានធ្វើឯងឆាប់ចាត់ការមកចុះល្អណាស់បានខ្ញុំនឹងចាត់ការតាមសំណើរបស់លោកទៅចុះអត់ទេកុំធ្វើឲ្យប៉ាខ្ញុំទោះជាលោកឲ្យខ្ញុំធ្វើកោធ្វើសេះបំរើលោកយ៉ាងណាក៏ខ្ញុំព្រមដែរឲ្យតែលោកព្រមដោះលែងប៉ារបស់ខ្ញុំណាអត់ទេកូននេះជាកំហុសរបស់ប៉ាកូនអត់មានពាក់ព័ន្ធអីទេអត់ទេប៉ាខ្ញុំមិនឲ្យប៉ាកាត់អីទេដោះលែងប៉ាខ្ញុំទៅខ្ញុំព្រមនៅជាមួយលោកហើយមើលទៅរឿងនេះដូចជាកំសត់ណាស់លោកទៅចុះហ៎
anhនិយាយថាម៉េច លោកព្រមដោះលែងប៉ាខ្ញុំហើយមែនទេ លោកទៅចុះទោះបីជាខ្ញុំសម្លាប់លោកហើយក៏ម្ដាយខ្ញុំមិនអាចរស់ឡើងវិញបានដែរណាស់ហើយរឿងទាំងប៉ុន្មានចាត់ទុកថាជាសុបិនអាក្រក់របស់ខ្ញុំទៅចុះខ្ញុំពិតជាខ្មាស់ខ្លួនឯងខ្លាំងណាស់ទង្វើរបស់ខ្ញុំដែលបានធ្វើចំពោះឯងពិតជាមិនអាចលើកលែងបានទេតែឯងនៅតែលើកលែងឲ្យខ្ញុំតែហេតុអីបានជាយប់នោះខ្ញុំជាមនុស្សអាត្មានិយមខ្លាំងម្ល៉េះបានហើយតន់ខ្ញុំចិត្តល្អលោកទៅចុះខ្ញុំមិនចង់ឃើញមុខលោកទៀតនោះទេទៅចុះវិចិត្រនិយាយចំក៏ដើរចូលទៅក្នុងផ្ទះបាត់ទៅដោយមិនងាកក្រោយនោះទេចន្ទ្រាបានត្រឹមតែសម្លឹងមើលដោយសេចក្តីអាណិតផងស្រឡាញ់ផងតែមិនដឹងជាធ្វើយ៉ាងម៉េចមានតែសម្រក់ទឹកភ្នែកតែប៉ុណ្ណោះរួចក៏ឡើងឡានត្រឡប់ទៅទីក្រុងវិញបាត់ទៅមួយឆ្នាំក្រោយមក លោកពូមិនបាច់ជូនខ្ញុំទៅផ្ទះទេពូទៅមុនចុះ បាទនាងអ្នកណាគេហ្នឹងជាចៅមែនទេបានជាមកអើតលើមនៅក្បែរចំការរបស់ខ្ញុំហ្នឹង បែកគ្នាទៅតែមួយឆ្នាំសោះលោកចំណាំខ្ញុំលេងបានហើយឯង អូតាមពិតគឺជានាងទេហ៎ចុះហេតុអីបានជានាងរកកន្លែងខ្ញុំឃើញ លោកភ្លេចហើយមែនទេកាលនោះលោកធ្លាប់ប្រាប់ខ្ញុំម្ដងហើយតើថាលោកមនុស្សនៅក្នុងភូមិចាស់របស់លោកវិញនោះអី តែខ្ញុំប្រាប់តែភូមិតាមិនបានជាស្គាល់ផ្ទះខ្ញុំរកខ្ញុំឃើញអញ្ចឹងនោះ ហើយស្គាល់មិនស្គាល់វាមិនសំខាន់ទេឥឡូវនេះខ្ញុំមកយូរហើយគ្មានអីទទួលខ្ញុំខ្លះទេអីនេះ ផ្ទះខ្ញុំគឺគ្មានអ្វីទេគឺមានតែផ្លែឈើទាំងអស់នេះឯងបើសិនជានាងចង់បាននាងបេះវាយកទៅចុះ ផ្លែឈើទាំងអស់ហ្នឹងខ្ញុំមិនត្រូវការនោះទេតែខ្ញុំចង់បានអ្វីផ្សេងពីលោកអាចឲ្យខ្ញុំបានទេ នាងពូកែលេងសើចណាស់ណោះផ្ទះខ្ញុំគ្មានអ្វីក្រៅពីផ្លែឈើនឹងទេតែខ្ញុំមានអ្វីឲ្យនាងទៅ តែលោកក៏ប្រកែធ្វើពើខ្លាំងណាស់ដែរខាងស្រីនិយាយប៉ុណ្ណឹងហើយលោកបាច់ជាធ្វើមិនយល់ទៀតណោះអើយ ពួកគេទាំងពីរនាក់បញ្ចប់នៅពាក្យសន្ទនានឹងគ្នាហើយក៏បែរមកមើលមុខគ្នាទាំងមានទឹកមុខញញឹមញញែមពោពេញទៅដោយសេចក្តីស្រឡាញ់ចំពោះគ្នាទៅវិញទៅមករឿងមេចៅកំពុលសម្រស់សម្រេចថាចប់ដោយបរិបូរណ៍សូមពុកម៉ែបងប្អូនមេត្តាខន្តីអភ័យទោសនៅកំហុសខុសឆ្គងទាំងប៉ុន្មានដែលកើតឡើងដោយចេតនាឬអចេតនាក្តីពីខ្ញុំបានសូមអរគុណ រឿងនេះឬពូថៅតាមានរឿងដំណាលតគ្នាមកថាមានតាចាស់ពុះម៉ាយម្នាក់រស់នៅតែម្នាក់ឯងក្រីក្រលំបាកតោកយ៉ាកគ្មានទ្រព្យធនចិញ្ចឹមជីវិតសោះឡើយដោយរាល់ថ្ងៃគាត់បានកម្រៃបន្តិចបន្តួចពីការកាប់អស់លោកតែប៉ុណ្ណោះថ្ងៃនេះដូចជាថ្ងៃមុនដែរតាយើងក្រោកពីព្រលឹមលីពូថៅដែលជាសម្បត្តិតែមួយគត់របស់គាត់ចូលទៅក្នុងព្រៃដើម្បីរកកាប់អស់ដល់ក្បែរមាត់បឹងមួយគាត់ក៏បានកាប់ដើមឈើមួយដើមនោះចៃដនភ័ព្វចង្រៃអាក្រក់អីពូថៅនោះក៏របេះពីដៃធ្លាក់ទៅក្នុងទឹកបាត់ទៅតាយើងឃើញដូច្នេះក៏អស់សង្ឃឹមលុតជង្គង់ចុះលើកដៃប្រណម្យបន់ស្រន់ថាអូពូថៅខ្ញុំអើយអ្នកបានចិញ្ចឹមខ្ញុំជាយូរណាស់មកហើយតើថ្ងៃនេះខ្ញុំសល់អ្វីទៀតបើអ្នកឃ្លាតពីខ្ញុំទៅហើយនោះទេវតាអើយទេវតាសូមមេត្តាជួយខ្ញុំផងមិនដេចបានជាខ្ញុំអភ័ព្វខុសគេយ៉ាងនេះមួយរំពេចនោះស្រាប់តែមានតាសក់សម្នាក់ផុសចេញពីក្នុងទឹកបឹងនោះហើយបានស្រដីថាណែតាដ៏កំសត់ឈប់យំទៅចាំយើងជួយរកឲ្យតាសក់សនោះបានមុជចូលទៅក្នុងទឹកមួយសន្ទុះក៏ផុសមកសាជាថ្មីដោយនៅក្នុងដៃមានកាន់ពូថៅពីរពូថៅមាសមួយនិងពូថៅចាស់មួយ
តើមួយណាជាពុទ្ធៅរបស់តាចូលតាឆាប់មកយកមក តាយើងឃើញមាសក្រហមឆ្អិនឆ្អៅតែគាត់មិនយកឡើយព្រោះមិនមែនជារបស់គាត់គឺមួយនេះហើយជាពុទ្ធៅដ៏ល្អរបស់ខ្ញុំ អូតាពិតជាមានចិត្តស្មោះត្រង់មែនឥឡូវតាយកពុទ្ធៅទាំងពីរនេះចុះ ចាប់ពីពេលនោះមកតាយើងក៏ក្លាយជាអ្នកមានគាត់តែងតែជួយដល់អ្នកក្រលំបាកមិនដែលទាស់ម្ដងណាឡើយរីឯអ្នកស្រុកក៏ស្រឡាញ់រាប់អានគាត់គ្រប់គ្នារឿងនេះមិនស្ងាត់បាត់ដំណឹងនោះទេថាម៉េចតានឹងបានដោយសារទេវតាក្នុងទឹកបឹងជួយហើយទេវតាជួយតានឹងយ៉ាងម៉េច លើគេថាគាត់កាប់អស់មិនប្រយ័ត្នធ្វើឲ្យពូថៅនោះធ្លាក់ចូលទៅក្នុងទឹកលោកសេដ្ឋី យើងដឹងហើយឯងចេញទៅចុះដោយសេដ្ឋីនេះមានចិត្តលោភលន់ពេកក៏រូតរះជាបន្ទាន់ធ្វើកលជាអ្នកកាប់អស់ដោយតាយើងទៅដល់មាត់បឹងសេដ្ឋីធ្វើជាកាប់ឈើដោយហត់ខ្លាំងពេកក៏ប្រញាប់បោះពូថៅនោះចូលទៅក្នុងទឹកបឹងបាត់ទៅរួចធ្វើជាអង្គុយយំរអ៊ូថាអោទេវតាអើយមិនមិនជួយរកពូថៅខ្ញុំផងខ្ញុំមានតែពូថៅមួយនេះទេ សេដ្ឋីយំផងបន់ស្រន់ផងមាត់វីកដូចខ្យងទៅហើយពិតជាស័ក្តិសិទ្ធិដូចបំណងមែនតាសក់សក៏ផុសចេញពីក្នុងទឹកមកដោយកាន់ពូថៅមាសមួយនិងពូថៅរបស់សេដ្ឋីមួយ តើមួយណាជាពុទ្ធៅរបស់តា ពូថៅមាសនោះហើយជាពូថៅរបស់ខ្ញុំ អូមនុស្សនេះពិតជាគ្មានភាពស្មោះត្រង់និងលោភលន់ខ្លាំងណាស់បើអញ្ចឹងឆាប់មកយកមក នៅពេលដែលសេដ្ឋីលូកដៃទៅយកពូថៅមាសនោះតាសក់សក៏រលាយបាត់លិចចេញនៅពុះវែកបើកភ្នែកបញ្ចេញអណ្ដាតលោកសេដ្ឋីភ័យស្លន់ស្លោស្ទុះរត់បោកមុខបោកក្បាលចូលដើមឈើកើតក្តីឈឺចាប់ជាខ្លាំងដោយពាក្យចាស់លោកពោលថាលោភលន់នឹងលៀបរែកបាត់ធន់ទៅ